ថ្ងៃនេះខ្ញុំចង់លើកប្រធានបទយើងពីហេតុអ្វីបានជនជាតិជប៉ុនភាគច្រើនគាត់អត់ទាន់យកកូននៅពេលដែលគាត់រៀបការភាគច្រើនរៀបការយ៉ាងហោចណាស់ក៏3-4ឆ្នាំបានគាត់យកកូនអញ្ចឹងពួកគេកម្រណាស់ដែលយកកូនភ្លាមណាអ្នកខ្លះអីដូចគាត់បើសិនជាគាត់ការអាយុ21 22អញ្ចឹងការក្មេងពេកអញ្ចឹងគាត់មានសមត្ថភាពចិញ្ចឹមកូនទេបើសិនជាគាត់មានកូនអញ្ចឹងគាត់អាចតប្រហែលជា5 6 7ឆ្នាំបានគាត់យកកូនអញ្ចឹងត្រពេលពួកគាត់អាយុខ្ទង់30ឆ្នាំដែលមានទំនួលខុសត្រូវបានណារស់នៅជប៉ុនយើងត្រូវការពេលមានកូនគឺត្រូវចំណាយច្រើនណាស់ត្រូវការបងពុនបងអីចំណាយច្រើនមែនតើហើយហូបត្រីការហូបចុកអីទៀតគឺអស់ច្រើនទោះបីជាពេលខ្លះរត់គេជួយច្រើនដែរជួយថ្លៃបើការឆ្លងទលេហ្នឹងដូចជា50,000 យេនជួយមែនប៉ុន្តែវានៅតែអត់គ្រប់ហើយចំណាយដូចថាកូនយើងកើតមកគេរត់គេចិញ្ចឹមក្នុងម្នាក់15,000 យេនដល់អាយុ18ឆ្នាំប៉ុន្តែ15,000 យេនហ្នឹងគេជួយតែរយៈពេល3ឆ្នាំឬក៏4ឆ្នាំទេបន្ទាប់មកគេជួយតែ10,000 យេនហ្នឹងរហូតដល់កូនហ្នឹងអាយុ18ឆ្នាំហើយរត់គេជួយកាលពីមុនគេជួយត្រឹមតែអាយុ16ឆ្នាំទេតែឥឡូវគេកែគឺជួយដល់អាយុ18ឆ្នាំហើយការទោះបីជារត់គេជំនួយប៉ុណ្ណឹងនៅតែជនជាតិជប៉ុនម្នាក់គេអត់ចង់បានកូនដោយសារវាចំណាយច្រើនហើយឥឡូវហ្នឹងប្រទេសជប៉ុនហ្នឹងកំពុងតែមានវិបត្តិសេដ្ឋកិច្ចដែរដោយសារតំណែងឡើងថ្លៃប្រាក់ខែអត់ឡើងពន្ធក៏ឡើងថ្លៃអញ្ចឹងប្រជាជនមួយគឺវេទនានឹងការរស់នៅខ្លាំងមែនទែនហើយអ្នកដែលវេទនាអញ្ចឹងក៏ពេលគាត់រស់នៅម្នាក់ឯងគាត់វេទនាការបងពុនបងអញ្ចឹងគាត់លែងមានអារម្មណ៍ចង់បានកូនណាទោះបីជាអ្នកខ្លះគាត់រៀបការហើយគាត់ចង់បានកូនអ្នកខ្លះក៏មិនបញ្ហារឿងខ្វះខាតលុយកាក់ទេអ្នកខ្លះគាត់រវល់នឹងការងារពេកនិយាយដូចថាអ្នកខ្លះមានក្រុមហ៊ុនខ្លួនឯងរវល់ការងារពេកអញ្ចឹងគេអត់យកកូនគេព្រោះអីការដែលមានកូននៅស្រុកនេះគឺត្រូវការចំណាយពេលវេលាចំណាយថវិកាចំណាយច្រើនទៅលើកូនអញ្ចឹងតែបើខ្ញុំក៏អត់សំណើចដែរអ្នកខ្លះចង់បានកូនបើជាអត់មានកូនខំចំណាយលុយធ្វើមេជីវិតផងធ្វើអីផងតែអត់មានតែចាក់មេជីវិតយកកូនអីបែរជាអត់ពេញតែបើអ្នកខ្លះគាត់ចង់បានដែរតែដល់គាត់អាយុ40ហើយដូចអញ្ចឹងវាពិបាកមានកូនណាមនុស្សស្រីយើងត្រឹមអាយុ30ជាងហ្នឹងក៏រៀងពិបាកទម្រាំដល់40វាចាប់ផ្ដើមពិបាកទៅយើងមានក៏រាងកាយយើងក៏ពិបាកដែរសម្រាប់មនុស្សស្រីខុសពីមនុស្សប្រុសហើយដូចខ្ញុំអីខ្ទង់ខ្ញុំ30ជាងមកខ្ញុំមាន baby ក៏រាងកាយខ្ញុំអត់ដូចអ្នកដែលគេនៅ20ដែរហ្នឹងខ្ញុំនិយាយបើផ្សាយផ្ទាល់ណារៀងចុកវាអត់ស្រួលដូចយើងអាយុគ្រឿក្មេងឆាប់ហត់ធ្វើការធ្វើអីចឹងបើអ្នកនៅក្មេងសួរគេថាអត់មានហត់អត់មានអីអញ្ចឹងហើយចាំមិនមូលហេតុខ្លះចឹងហើយបានធ្វើឲ្យប្រជាជនជប៉ុនមួយចំនួនគាត់អត់ចង់មានកូនគាត់ថាមានកូនគឺមានបន្ទុកច្រើនញ៉ៃដូចយើងគិតផ្សេងពីគ្នាចឹងបងប្អូន